ឯកឧត្តមច័យបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើនិងចែកគុនឈើសរុបចំនួន 12,000 ដើមដល់វត្តទាំង 29 ក្នុងឃុំទាំង 7 នៅមូលដ្ឋានស្រុកដំបែខេត្តត្បូងឃ្មុំដើម្បីយកទៅដាំដុះបន្តក្នុងយុទ្ធនាការបង្កើនគម្របបៃតងថ្លែងក្នុងឱកាសនោះឯកឧត្តមច័យបរិនបានគូបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនានិងធម្មជាតិថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូតត្រាស់ដឹងសម្ដែងធម្មចក្រនិងយាងចូលបរិនិព្វានសិតសឹងតែស្ថិតនៅក្រោមម្លប់ព្រៃឈើហេតុនេះការដាំដើមឈើនៅតាមទីវត្តអារាមមិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពបៃតងផ្ដល់ម្លប់ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការគោរពប្រតិបត្តិតាមពុទ្ធបវេណីនិងការបង្កើតរមណីយដ្ឋានបែបពុទ្ធសាសនាដ៏ស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិស័ទមកគោរពប្រតិបត្តិធម៌ធ្វើសមាធិនិងកម្ចាត់បង់នៅកិលេសផងដែរការរៀបចំពិធីដាំនិងចែកគុនឈើនេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យគ្រប់វត្តអារាមយកព្រះទ័យនិងយកចិត្តទុកដាក់អនុវត្តបានខ្ជាប់ខ្ជួននៅអភិក្រមស3ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនាគឺវត្តស្អាតវត្តស្វាងវត្តស្ងប់និងដើម្បីចូលរួមចំណែកបង្កើនគម្របបៃតងឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឈានឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2030-2050ក្នុងការកសាងប្រទេសឲ្យមានសណ្ដាប់ធ្នាប់ស្អាតនិងមានចីរភាពម្យ៉ាងទៀតការពង្រីកការដាំឈើនៅរដូវវស្សាគឺដើម្បីបង្កើតខែលការពារធម្មជាតិជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់បន្សុទ្ធខ្យល់អាកាសនិងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងការប្រែប្រួលព្រមទាំងបាតុភូតធម្មជាតិផ្សេងៗដូចជាបាតុភូតអេនីយ៉ូជាដើមទន្ទឹមនឹងនេះឯកឧត្តមអធិបតីក៏បានអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្តព្រះសង្ឃគ្រប់ព្រះអង្គនិងគណៈកម្មការអាចារ្យវត្តទាំងអស់ឲ្យបន្តដើរតួនាទីជាអ្នកអប់រំនិងជាគំរូដល់ពុទ្ធបរិស័ទក្នុងការស្រឡាញ់ថែរក្សានិងការពារបរិស្ថានធម្មជាតិវត្តអារាមត្រូវចាត់ទុកជាទីជម្រកសុវត្ថិភាពអហិង្សាសម្រាប់សត្វព្រៃនិងជារុក្ខជាតិបៃតងសម្រាប់មនុស្សជាតិខណៈដែលសកម្មភាពចូលរួមដាំនិងថែរក្សាដើមឈើក៏ចាត់ទុកថាជាការសន្សំកុសលផលបុណ្យមួយដ៏ប្រពៃតាមទស្សនៈព្រះពុទ្ធសាសនាការឲ្យទានជាម្លប់ដ៏ត្រជាក់ដែលនាំមកនូវសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងជាតិនេះនិងជាតិមុខលើសពីនេះដើមឈើដែលនឹងត្រូវដាំនៅតាមមូលដ្ឋានឃុំទាំង7នៃស្រុកដំបែនឹងជួយបង្កើនគម្របព្រៃឈើនិងសោភ័ណភាពបៃតងនៅតាមសហគមន៍ដែលជាកាលានុវត្តភាពសម្រាប់មូលដ្ឋានតាក់ទាញបាននៅភ្ញៀវទេសចរអ្នកវិនិយោគដើម្បីបង្កើនប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀតឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានប្រគេនកូនឈើចំនួន 12,000 ដើមដល់ព្រះចៅអធិការវត្តនិងព្រះសង្ឃទាំង29វត្តក្នុងឃុំទាំង7នៃស្រុកដំបែខេត្តត្បូងឃ្មុំព្រមទាំងបានប្រគេនពរនិងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់លំដាប់ថ្នាក់កឹមទួនសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋសូមប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីប្រែក្លាយជាបក្ការៈដតីឡើយ